សួស្តីអ្នកទាំងអស់គ្នាមកកាន់ដំណើរកំសាន្តអត់ព្រៀងទុកទៅឆ្នេរនេសាទដើរលេងតាំងពីខែ2ណាតែទំបានរៀនកាត់វីដេអូដំបូងហើយនេះសមាជិកក្នុងឡានឡើងណែនមកឡាននេះឡានមានតែមួយអញ្ចឹងទៅជាគ្នាជិះទៅតែអត់បានជិះជុំគ្នាហើយឥឡូវយើងមកដល់កន្លែងទិញគ្រឿងសមុទ្រហើយនៅហ្នឹងគ្រឿងសមុទ្ររបស់គេអត់សូវសបោដែរមានតែប្រហែលកន្លែងតែសបោទូកនេសាទដូចគ្នាខាងមុខហ្នឹងទូកនេសាទគឺរបស់គេហៅមកព្រាមយកមកលក់នៅក្នុងព្រាមហ្មងហើយប្រគានេះល្អតម្លៃក៏ធូរថ្លៃដែរសំខាន់បានរបស់ធម្មជាតិញ៉ាំណាមានក្តាមមានមឹកស្នូកមានបកាយើងធ្វើទឹកไข่កោះកុំអាប់គេតូចៗអាហ្នឹងក៏មានដែរនេះបកាហ្នឹងហើយនេះក្តាមបងខ្ញុំក៏កំពុងមើលក្តាមតាមអត់សូវសបោដែរមានតិចតួចបើសិនជាមានភ្ញៀវទេសចរទៅច្រើនប្រហែលជាអាចពិបាកទិញតិចផ្លូវទៅកន្លែងរីសតជាងគេឥឡូវយើងមកដល់កន្លែងរីសតហើយនេះកូនគេសប្បាយចិត្តដល់បានមកលេងទឹកសមុទ្រចឹងហើយអត់ឡើងទេមួយគឺឃើញរត់ចូលហ្មងអត់ខ្លាចទៀតគឺកូនខ្ញុំអីហ្នឹងគឺអត់ខ្លាចទេដល់ឃើញលោកជាងខ្លាចបន្តិចដែរក៏រត់ឡើងមកលើវិញទៅហើយនេះកូនបងប្អូនខ្ញុំនិយាយរួមគឺលេងអត់ព្រមឡើងទេបានធម្មតាព្រមគឺលេងមកដឹងតាមួយទៅវិញសាយអត់ឆ្នាំទេណាមើលនំលេងយប់ហើយក៏នៅនំលេងដែរហើយទៅញ៉ាំបាយរត់ទឹកឯងអត់មានអ្នកទៅសោះពេលអត់នៅនឹងស្ងាត់ស្រួលណាបងប្អូនវាមនុស្សមានតែបន្តែលើវិភាគគេលក្ខណៈប្រៃវេដល់អញ្ចឹងទៅយើងស្រួលនាំកូននាំចៅយើងទៅលេងអញ្ចឹងវាអត់មាននិយាយថ្ងៃជាមួយគេនេះតែឆ្នេរវាស្អាតដែរនេះទិដ្ឋភាពពេលយប់នៅមាត់សមុទ្រហើយអានេះទៅចុះខ្លះគេហៅផ្ទះគេមានតាមតម្លៃរបស់គេមានផ្ទះមួយជួនផ្ទះពីរជួនហ្នឹងទៅប៉ុន្តែគួរសមដែរយើងអាចមានឧបសារអីហ្នឹងទៅស្នាក់នៅជុំគ្នាហ្មងអញ្ចឹងហើយនេះយើងកាត់មកដល់ផឹកឡើងនាំកូនមកលេងទឹកសមុទ្រទៀតហើយមានអីយើងទៅសមុទ្រមានតែនាំកូនមកលេងទឹកសមុទ្រហ្នឹងហើយទេសភាពស្អាតនៃរយៈប្រកឡើងទេសភាពក្នុងរីសតគេដូចជារីសតហ្នឹងឈ្មោះឆ្នេរកោងកាងទៅជាផ្លិចឈ្មោះដែរអត់សូវចាំដែរពេលនេះម៉ាម៉ាចៅភ្ញាក់តាំងម៉ោង5នាំចៅមកមុខទឹកតាំងពីម៉ោង5ភ្លឺមកគេសប្បាយចិត្តគេអត់លក់អញ្ចឹងងើបតាំងពីផឹកមកលេងទឹកសមុទ្រទាម៉ាក់ទាប៉ាមកលេងរហូតតែតែមានពេលជុំមកអញ្ចឹងហើយនេះកូនខ្ញុំពេលទំនុកជាងគេមុខទឹកឡើងឆ្អែតគាត់ទឹកគ្នាមកដល់មើលចង់មុជបន្តិចចង់អត់តិចនេះមុខទឹកហើយផ្លាស់អាវម៉ាសាឥឡូវចូលលេងម៉ាសាទៀតគេមានបងប្អូនគេ3 4ទាំងអស់ចង់ពេញលេងហ្មងនេះពេលគេដែរចូលមកទឹកសមុទ្រនេះប្រើពីកម្មវិធីលេងតែខ្ញុំនៅតែនិយាយពីឆ្នេរហ្នឹងស្អាតហើយវាមានភាពទន់ភាពហ្នឹងមានស្រួលទៅដើរលេងស្ងប់ស្ងាត់បញ្ញាមានចិត្តបាក់ចាក់អីជារៀងយោឡាយគាត់មានឡើងខ្លាំងពីស្ងប់ស្ងាត់ដល់ហើយទឹកសមុទ្រសួរថាស្អាតឬកំសាមអត់វាស្អាតអញ្ចឹងពេលចេះវាមកល្មមឲ្យយើងស្រួលលេងមកកូនចៅលេងអញ្ចឹងទឹកក៏រត់
មានច្រើននេះយកពូនទៅឲ្យគ្នាទៅលេងទៅអត់ត្រមឡានទេក្នុងគ្នាលេងរហូតលេងអត់ញ៉ាំបាយញ៉ាំទឹកណាជាពិសេសល្អិតតូចជាងគេហ្នឹងសប្បាយចិត្តខ្លាំងហ្មងឃើញទឹកសមុទ្រវារឿងទៅគឺសប្បាយខ្លាំងខ្លាំងហ្មងសម្រាប់ពូខ្ញុំជឿនឹងគេលេងប៉ាទៅហើយនៅក្នុងគេមានរបៀបដូចអ្នកនេសាទចឹងណាគេរកបានហ្នឹងទៅគេចូលទូយកមកលក់ឲ្យយើងហើយតម្លៃក៏ធូរថ្លៃដែរដូចស្ដាមនេះអីខ្ញុំទិញដូចជា1គីឡូ25,000វាមានធំមានតូចលាយគ្នាអញ្ចឹងណាហើយសាច់វាណែនល្អហើយនៅនេះបានញ៉ាំរបស់ធម្មជាតិហ្មងយើងអត់ភ័យថារបស់នាំចូលពីណាពីណីអញ្ចឹង